សួស្តីប្រិយមិត្តអ្នកសិក្សារៀនសូត្រច្បាប់នេះជាខេសទី4ដែលខ្ញុំលើកយកមកបង្ហាញពាក់ព័ន្ធជាមួយនឹងម៉ាកពាណិជ្ជកម្មហើយដែលការបង្ហាញនេះគឺជាផ្នែកមួយនៃកម្មវិធីបង្ហាញពីយុទ្ធសាស្ត្រសហគ្រាសសាលាការជាតិអន្តរជាតិហើយរឿងនេះគឺពាក់ព័ន្ធចម្បងរឿងម៉ាកពាណិជ្ជកម្មនិងការទទួលខុសត្រូវរបស់អ្នកផ្ដល់សេវាកម្មអ៊ីនធឺណិតហើយរឿងនេះកើតឡើងនៅក្នុងស្រុកខ្មែរយើងច្រើនដែលក្រុមហ៊ុនអ៊ីនធឺណិតគាត់អាចដាក់ផុសអ្វីមួយដែលអាចបំពានច្បាប់ហើយនាំឲ្យមានការប្រឹងប្រែងអញ្ចឹងរឿងនេះគឺជារឿងមួយដែលល្បីហើយដែលជាយុទ្ធសាស្ត្រមួយដែលក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតក្តីឬក៏មេធាវីក្តីជាពិសេសអ្នកដែលសិក្សារៀនសូត្រកម្មសិទ្ធិបញ្ញា trademark ហ្នឹងទៅចាប់អារម្មណ៍បានច្រើនរឿងហ្នឹងអញ្ចឹងខ្ញុំសូមលើកយកយុទ្ធសាស្ត្រមួយគឺពាក់ព័ន្ធនឹងរឿងដែលគេប្តឹងប្រឆាំងជាមួយនឹង eBay បាទ eBay ហើយសារក្រមនេះគឺចេញនៅក្នុងឆ្នាំ2011ដោយធម្មតាដោយសពដងមកខ្ញុំនឹងលើកយក4ចំណុចគឺទី1ខ្ញុំលើកពីពាក្យកលឹះតមកខ្ញុំនឹងលើកពីនីតិវិធីហើយនឹងលើកយកអំពីសំអាងហេតុស្ដីសម្រេចខ្ញុំនឹងបូកសរុបចំណុចកលឹះព្រមទាំងខ្ញុំនឹងលើកឡើងអំពីប្រភពនៃឯកសារអញ្ចឹងទី1គឺពាក្យកលឹះនៅទីនេះគឺច្រើនគឺពាក់ព័ន្ធជាមួយនឹងការទទួលខុសត្រូវរបស់អ្នកផ្ដល់សេវាអ៊ីនធឺណិតពាក់ព័ន្ធមួយផ្នែកដែរពាក់ព័ន្ធជាមួយនឹងការការពារអតិថិជនពាក់ព័ន្ធជាមួយនឹងការសុំនៅអធិបញ្ជាពាក់ព័ន្ធជាមួយនឹងការការពារទិន្នន័យពាក់ព័ន្ធជាមួយនឹងកម្មសិទ្ធិបញ្ញាហើយក៏វាពាក់ព័ន្ធជាមួយនឹងផលិតផលផ្នែកខ្លាយផងដែរអញ្ចឹងវា keyword វាពាក់ព័ន្ធច្រើនរឿងនេះដើម្បីហើយ interesting គួរចាប់អារម្មណ៍គួរចង់អានហើយពាក់ព័ន្ធជាមួយនឹងនីតិវិធីគឺOriel នឹងគឺជាក្រុមហ៊ុនដែលផលិតនៅផលិតផលកាយសម្ផស្សហើយក៏បានប្តឹងប្រឆាំងជាមួយនឹងគេហទំព័រ eBay នៅក្នុងប្រទេស UK ជាចម្បងដោយសារតែគេហទំព័រនឹងបានដាក់នៅផលិតផលរបស់គាត់លក់ដោយមិនមានការអនុញ្ញាតអាហ្នឹងគឺជារឿងធំហើយតុលាការអង់គ្លេសគាត់បានសម្រេចប៉ុន្តែរឿងបញ្ហាភ្លើងច្បាប់មួយចំនួនគឺគាត់រុញឲ្យតុលាការរបស់អឺរ៉ុបបានដោយអ្នកសិក្សាសាស្ត្រជាតិស្រាប់ហើយគឺនៅក្នុងទ្វីបអឺរ៉ុបគេមាន European Court of Justice គឺតុលាការអឺរ៉ុបយុត្តិធម៌បាទយុត្តិធម៌តុលាការអឺរ៉ុបស្ដីពីយុត្តិធម៌អញ្ចឹងបាទសម្រាប់បកស្រាយបញ្ហាច្បាប់ដែលកើតឡើងនៅក្នុងសំណុំរឿងហ្នឹងពាក់ព័ន្ធនឹង applicable rule standard ខ្ញុំអនុញ្ញាតមិនរៀបរាប់ទេដោយសារខ្ញុំបង្ហាញនៅក្នុង PowerPoint នេះហើយ PowerPoint នេះនឹងអាចរកបានថាទៀតជាងកុំឲ្យខាត់ពេលវេលាយូរខ្ញុំសូមចូលទៅដល់តលេខឬក៏អាចថាជាផុសតាងឬក៏ការជាអ្វីដែលតុលាការអឺរ៉ុបយុត្តិធម៌អឺរ៉ុបហ្នឹងគឺគាត់លើកឡើងអញ្ចឹងគាត់បានអះអាងថាគឺម្ចាស់ម៉ាកពាណិជ្ជកម្មហ្នឹងគាត់មានសិទ្ធិតាមយុទ្ធសាស្ត្រហ្នឹងណាគាត់មានសិទ្ធិនៅក្នុងការរារាំងមិនឲ្យមានការលក់នៅផលិតផលដែលមាន trademark ទោះបីជានៅក្នុងប្រទេសទី3ក៏ដោយឲ្យតែហើយដែលលក់ឲ្យ customer នៅក្នុងប្រទេសដែលជាសមាជិកសហគមន៍អឺរ៉ុបក្នុងករណីដែលថាវាអត់មាន permission បាទទី2គឺtrademark owner បានម្ចាស់នៅម៉ាកពាណិជ្ជកម្មនោះគាត់មានសិទ្ធិផ្ដាច់មុខនៅក្នុងការជំទាស់កុំឲ្យមានការលក់នៅផលិតផលដែលគេថា unpack មានន័យចេះមានន័យថាគេយកផលិតផលមួយហ្នឹងមកហើយគេអាចដកស្រោមដកអីចេញទៅហើយគេយកមកលក់ហើយហ្នឹងជាបញ្ហាវាប៉ះពាល់នឹងព័ត៌មានសំខាន់របស់ម្ចាស់ផលិតផលអញ្ចឹង
គឺថាបើសិនជាដកនៅអាព័ត៌មានចំនួន4វាប៉ះពាល់ទៅដល់កិត្តិនាមរបស់ម្ចាស់ម៉ាកហ្នឹងគឺថាហ្នឹងគឺម្ចាស់ម៉ាកហ្នឹងអាចមានសិទ្ធិជំទាស់ในការលក់ហ្នឹងបានហើយចំណុចទី3ព្រមពីយុទ្ធសាស្ត្រហ្នឹងគឺម្ចាស់ម៉ាកហ្នឹងក៏មានសិទ្ធិនៅក្នុងការរារាំងណារារាំងឲ្យគេថាបណ្ឌបាតកធ្វើការផ្សាយពាណិជ្ជកម្មប្រសិនបើការផ្សាយពាណិជ្ជកម្មនឹងវានាំឲ្យអ្នកប្រើប្រាស់នឹងវាមានភាពមិនច្បាស់អំពី trademark របស់គេអាហ្នឹងគឺគេមានសិទ្ធិក្នុងការ prevent នេះគឺជាអ្វីដែលដកស្រង់ចេញពីសារក្រមហ្នឹងពាក់ព័ន្ធជាមួយនឹងថាតើម្ចាស់ម៉ាកហ្នឹងគាត់មានសិទ្ធិអីខ្លះហើយបន្តមកទៀតនេះគឺអ្វីដែល interesting ហ្នឹងគឺពាក់ព័ន្ធជាមួយការទូខុសត្រូវរបស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតនេះថាតើគាត់ផ្ដល់គាត់មានការទូខុសត្រូវមិនខ្លះដែលគាត់បើកគេហទំព័រហើយគាត់អនុញ្ញាតឬក៏គាត់យករបស់របរគេមកលក់ហើយដែលគ្មានការអនុញ្ញាតអញ្ចឹងនៅកន្លែងនេះគឺតឡាការអឺរ៉ុបហ្នឹងគាត់ប្រើពាក្យមួយគេហៅ substantial playing operator គឺថាបណ្ឌបាតកដែលដើរតួសំខាន់គឺថាគឺជាអ្នកដែលគ្រប់គ្រងទិន្នន័យ data ហើយអ្នកហ្នឹងគឺនឹងទទួលខុសត្រូវសិនបើគាត់ដឹងថាអូខេដាក់លក់នៅលើគេហទំព័ររបស់គាត់ហើយជាផលិតផលខុសច្បាប់ហើយគាត់ខកខានមិនបានចាត់វិធានការជាបន្ទាន់អាហ្នឹងគឺគាត់ទទួលខុសត្រូវចុងក្រោយគឺតឡាការហ្នឹងគាត់បានលើកឡើងពីបទបញ្ញត្តិមួយចំនួនដែលដាក់ជាកាតព្វកិច្ចដល់តឡាការជាតិហើយនេះជារឿងមួយដែលយើងគួរស្វែងយល់ថាតើតឡាការជាតិហ្នឹងគាត់មានទូនាទីអីខ្លះគឺត្រូវចាត់វិធានការនៅការការពារនៅកម្មសិទ្ធិបញ្ញាណាតាមរយៈការចាត់វិធានការមួយចំនួនមិនគ្រាន់តែដើម្បីបញ្ចប់នៅការរំលោភសិទ្ធិទេក៏ប៉ុន្តែថែមទាំងរារាំងនៅការបំពេញនៅពេលអនាគតស្តៀងគ្នាហ្នឹងហើយសកម្មភាពហ្នឹងត្រូវតែចាត់វិធានការឲ្យគត់មុតឲ្យមានប្រសិទ្ធភាពហើយឲ្យមានភាពសមមាត្រដែរព្រោះតឡាការគាត់ចេញសេចក្តីសម្រាប់មកគាត់គិតថាកៃឡូដាក់សម្ពាធខ្លាំងពេកធ្វើឲ្យប៉ះពាល់ទៅដល់វិស័យពាណិជ្ជកម្មបានអានេះគឺជាអ្វីដែលតឡាការគាត់បានអះអាងនៅក្នុងសារក្រមពាក់ព័ន្ធជាមួយការទូខុសត្រូវរបស់បណ្ឌបាតកផ្ដល់សេវាអ៊ីនធឺណិតអ្វីដែលខ្ញុំចង់ឲ្យកត់សម្គាល់នេះគឺកន្លែងនេះគឺតឡាការបានសរសេរមកថាខណ្ឌហើយមានប្រយោជន៍មែនទែនពាក់ព័ន្ធជាមួយនឹងថាតើហេតុអីបានជាយើងត្រូវលើកកម្ពស់នៅសិទ្ធិរបស់ trademark ហើយលើកកម្ពស់នៅកម្មសិទ្ធិបញ្ញាដើម្បីជាយន្តការមួយដើម្បីពង្រឹងឲ្យមាននវានុវត្តភាពបាទអញ្ចឹងជាសរុប case នេះគឺមានចំណុច interesting មែនទែនគឺសំខាន់ថាតើម្ចាស់ mark ហ្នឹងគាត់មានសិទ្ធិអ្វីខ្លះហ្នឹងមួយដែលខ្ញុំបាននិយាយហើយទី2គឺណែក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតហ្នឹងគឺត្រូវទទួលខុសត្រូវដែរប្រយ័ត្នប្រយែងចំពោះការដាក់ផលិតផលអីលក់នៅលើគេហទំព័ររបស់ខ្លួនបើមិនស្រួលឲ្យមានការទទួលខុសត្រូវផ្ដឹងផ្ដល់ហ្នឹងសម្រាប់ summary judgment នេះខ្ញុំបានធ្វើជាភាសាខ្មែរហើយខ្ញុំមានដាក់ជូននៅក្នុងគេហទំព័រហើយមាន link ហ្នឹងស្រាប់ហើយបើសិនជាមើលsummary ជាខ្មែរហ្នឹងហើយអាចថាមិនទាន់គ្រប់នៃជ្រុងជ្រោយទេព្រោះសារក្រមទាំងមូលហ្នឹងក៏មានច្រើនទំព័រដែរហើយជាភាសាអង់គ្លេសសូម click បន្តទៀតទៅអ្នកដែលមានសមត្ថភាពចេះភាសាអង់គ្លេសហ្នឹងអាច click ហើយយកទៅមើលតាមទៀតហើយអ្វីដែលខ្ញុំឲ្យចាប់អារម្មណ៍ឡើយនេះគឺថាខ្ញុំធ្វើ slide នេះជាភាសាអង់គ្លេសដោយសារតែអត្ថបទជាភាសាអង់គ្លេសផងហើយយ៉ាងទៀតខ្ញុំចង់ឲ្យអ្នកដែលមើលវីដេអូនេះគាត់រៀនសូត្រភាសាអង់គ្លេសផងព្រោះវាជាយានជាភាសាមួយសំខាន់ដើម្បីជួយការសិក្សាស្រាវជ្រាវទៀតបន្តបាទខ្ញុំសូមអរគុណចំពោះការតាមដានស្ដាប់ហើយខ្ញុំសូមអនុញ្ញាតបិទនៅបទបង្ហាញ case ទី4ស្ដីអំពីយុទ្ធសាស្ត្រជាតិនិងអន្តរជាតិប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា